តាមរយៈអ្នកតស៊ូមតិសហគមន៍សុខភាពកម្មវិធី Fun to Catch Toxic to Eat គឺជួយបង្រៀនមនុស្សក្នុងសហគមន៍តាមរបៀបដែលសមស្របទៅនឹងវប្បធម៌របស់ពួកគេធ្វើបែបនេះតាមរយៈការផ្សព្វផ្សាយមេរៀនសប្បាយៗនិងសិក្ខាសាលាជារបៀបឬក៏បែបបទដោយផ្ទាល់សកម្មភាពទាំងនេះមានគោលបំណងនឹងលើកកម្ពស់ការប្រើប្រាស់អាហារសមុទ្រប្រកបដោយសុវត្ថិភាពនិងកាត់បន្ថយនូវភាពប៉ះពាល់និងសារធាតុគីមីពុលដែលមាននៅក្នុងអាហារសមុទ្រពីស្ទឹង The Warmish មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកដែលស្ទូចត្រីឬបរិភោគអាហារសមុទ្រពីស្ទឹង The Warmish ដើម្បីរក្សាសុវត្ថិភាពគឺបរិភោគតែត្រីសាម៉ុនប៉ុណ្ណោះដើម្បីផ្សព្វផ្សាយទៅដល់ប្រជាជនណាដែលងាយរងគ្រោះបំផុតកម្មវិធីនេះរួមបញ្ចូលសិក្ខាសាលារបស់មាតានិងអ្នកថែទាំក្មេងអ្នកតស៊ូមតិសហគមន៍សុខភាពអប់រំឪពុកម្ដាយនិងអ្នកថែទាំក្មេងអំពីហានិភ័យដែលអាចប៉ះពាល់ដល់សុខភាពពីស្ទឹង The Warmish ពួកគេក៏ផ្ដល់ការណែនាំអំពីរបៀបសួរថាតើត្រីមកពីណាហើយហ៊ានបដិសេធថាទេចំពោះការទទួលយកអាហារសមុទ្រពីស្ទឹង The Warmish និងចម្អិនត្រីសាម៉ុនតាមរបៀបដែលមានសុខភាពល្អអ្នកនេសាទក៏ជាក្រុមមួយទៀតដែលងាយរងភាពប៉ះពាល់ពីដងស្ទឹង The Warmish ដែរដូច្នេះពួកគេអាចចូលរួមក្នុងសិក្ខាសាលាក្លឹបនេសាទរបស់ក្រុមអ្នកតស៊ូមតិសហគមន៍សុខភាពដែរតាមរយៈក្លឹបនេសាទស្ទឹង The Warmish អ្នកតស៊ូមតិសហគមន៍សុខភាពដឹកនាំសកម្មភាពដូចជាការយល់ដឹងអំពីការណែនាំអំពីត្រីសាម៉ុនការរៀនច្បាប់និងបទបណ្ណនៃការនេសាទការរុករកឧបករណ៍និងគោលការណ៍ណែនាំសម្រាប់ការចាប់ត្រីសាម៉ុននៅក្នុងស្ទឹង The Warmish និងការកំណត់ទីតាំងនេសាទកន្លែងផ្សេងទៀតសិក្ខាសាលាក៏ត្រូវបានបញ្ចប់ជាមួយនឹងការប្រកួតនេសាទដ៏រីករាយផងដែរកិច្ចសហការគឺជាគន្លឹះនៃភាពជោគជ័យរបស់យើងអ្នកតស៊ូមតិសហគមន៍សុខភាពមានចម្រុះរួមទាំងក្រុម Latino ក្រុមវៀតណាមលាវខ្មែរហើយនិងក្រុមយុវវ័យរួមជាមួយនឹងក្រសួងសុខាភិបាលសាធារណៈ Seattle King County និងភ្នាក់ងារការពារបរិស្ថានដើម្បីបង្កើតផលប៉ះពាល់ជីវវិជ្ជមាននិងយូរអង្វែង